សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ពិភពរឿងខ្មោចរបស់ខ្ញុំជួបគ្នាសាជាថ្មីថ្ងៃនេះខ្ញុំមានរឿងមួយនិទានជូនបងប្អូនស្ដាប់កំសាន្តនៅពេលទំនេរគឺរឿងជំនាញផ្ទះចាត់អាក្រក់សូមស្ដាប់កំសាន្តដូចតទៅភាគពិសេសប្រវត្តិដើមរបស់ស្រីពៅមុននាងក្លាយជាជំនាញផ្ទះឈាមចាត់អាក្រក់ជីវិតស្រីពៅជាមនុស្សស្រីមកពីគ្រួសារក្រីក្រមួយបន្ទាប់មកក៏បានរៀបការជាមួយមនុស្សប្រុសម្នាក់តែជាមនុស្សមិនល្អតែងតែធ្វើបាបនាងឲ្យរងទុក្ខវេទនានិងបង្ពានរាងកាយដោយការវាយដំទៅលើនាងធ្វើឲ្យនាងខឹងចង់គំនុំក៏រៀបចំផែនការសម្រាប់ប្តីនិងកូនដោយសារកំហឹងរួចចង់កខ្លួនឯងក្នុងផ្ទះនាងក៏ខ្លាចជាខ្មោចជំនាញផ្ទះត្រូវបានចងជាប់នឹងសៀវភៅឈាមអាចកំបាំងហើយស្បត់ថាអ្នកណាមករស់ក្នុងផ្ទះនេះនឹងខ្លាចជាឈាមសម្រាប់យើងថ្ងៃមួយមានក្រុមគ្រួសារមួយបានទិញផ្ទះថ្មីមួយនៅជាយក្រុងផ្ទះនេះមាន2ជាន់តែបែបចាស់បុរាណនិងមានផ្លូវកង់ទៅជាជាន់លើមីងសយផ្ទះនេះថោកពេកមែនតាទិញបានក៏ស្រួលហើយតែមានអារម្មណ៍ដូចជាមានអ្វីមួយមើលយើងកូនស្រីតូចឈ្មោះសុភាពនាងប្រាប់ម្ដាយថាឮសំឡេងដូចមនុស្សស្រីនិយាយនៅជាន់លើពេលយប់មុនចូលគេងសុភាពមើលកញ្ចក់ក្នុងបន្ទប់ឃើញស្រមោលស្ត្រីវ័យក្មេងមើលញញឹមខូខើតែពេលងាកមើលបែរមិនឃើញសុភាពថៃញាត់ទ្រូងហើយហូរទឹកភ្នែកយប់នោះមីងសយកំពុងចូលបន្ទប់ទឹកស្រាប់តាទ្វារជាប់សោបិទបើកមិនបានហើយភ្លើងទឹកអូបិទងងឹតឈឹងសំឡេងមនុស្សស្រីស្រាលស្រាលនិយាយម្នាក់ឯងតិចខ្មោចស្រីពៅឯងនឹងទៅទួលរងទុកដូចយើងមិនអនុញ្ញាតឲ្យគ្រួសារណាមករស់នៅសុខសាន្តនៅទីនេះឡើយមីងសយស្រែកយ៉ាងខ្លាំងប៉ុន្តែគ្មាននរណាចូលជួយបានព្រឹកឡើងមានស្នាមក្រហមដូចដានដៃស្រីលឿជញ្ជាំងនិងកញ្ចក់កូនស្រីសុភាពព្រួយកាន់តែខ្លាំងប្រាប់ឪពុកថាសុភាពវាមិនមែនជាសុបិនទេនៅក្នុងផ្ទះនេះពិតជាមានជំនាញផ្ទះថែរក្សាឪពុកមិនជឿតែពេលយប់ក្រោយសំឡេងច្រៀងឮល្វើយហើយស្នាមឈាមត្រង់ចណ្ដាលបានចាប់ផ្ដើមលេចឡើងយប់ទី3ក្រោយចូលនៅផ្ទះថ្មីពូសំកំពុងដេកលក់លឿនប៉ុន្តែស្រាប់តែសំឡេងមនុស្សស្រីឮចេញពីកន្លែងវាំងនួននៅក្បាលគ្រែសំឡេងខ្មោចឯងក៏ដូចគាត់ដែរជាញាក់បំផ្លាញជីវិតយើងពូសំភ្ញាក់ឡើងហើយឃើញស្ត្រីពាក់អាវសដៃកាន់ក្បាលបំពង់កោដាច់ឈាមផូរចេញពេញនោះភ្លាមគាត់ភ័យស្លុតហើយគៀងបេះដូងស្លាប់ភ្លាមលើគ្រែដោយមិនដឹងហេតុផលព្រឹកព្រលឹមមីងសយឃើញប្តីស្លាប់ពេលរត់ចុះក្រោមក៏ឃើញពាក្យឈាមសរសេរលើជញ្ជាំងនេះជាផ្ទះរបស់យើងស្រីពៅមីងសយចាប់ផ្ដើមអស់សង្ឃឹមតែមិនដឹងធ្វើយ៉ាងណាអ្នកចិត្តខាងម្នាក់គឺអ៊ំហួងមកប្រមានមីងសយដោយបានប្រាប់ថាអ៊ំហួងមិនមែនខ្លួនមិនប្រាប់ទេតែអ្នកមករត់នៅទីនេះហើយស្រីពៅជាមនុស្សស្រីស្អាតប៉ុន្តែមានចិត្តអាក្រក់នាងសម្លាប់ប្តីដោយគំនុំហើយសម្លាប់កូនរបស់នាងដែរចុងក្រោយនាងចង់កោសម្លាប់ខ្លួននៅលើជណ្ដាលនោះវិញ្ញាណនាងមិនដែលស្ងប់ទេមីងសយភ័យខ្លាំងហើយកូនភួងសុភីបនាងនឹងនៅបានសុខទេអ៊ំហួងទេស្រីពៅមិនអនុញ្ញាតឲ្យក្មេងស្រីរស់នៅក្នុងផ្ទះនេះបានទេគាត់យំកាន់តែខ្លាំងរាត្រីក្រោយសុភីបកំពុងលេងនៅចណ្ដាលស្រាប់តែភ្លើងបិទដូចមាននរណាជត់បិទសុភីបឮសំឡេងនារីម្នាក់តិចក្មេងតូចឯងនឹងខ្លាចជាកូនរបស់យើងមកនៅជាមួយយើងភ្លាមមកសុភីបឃើញស្រមោលមនុស្សក្បាលដាច់ពាក់សម្ពុតសឈរទល់មុខនាងស្រែកភ័យរន្ធត់ពេលសុភីបស្រែកឲ្យគេមកជួយសំឡេងនារីខ្មោចក៏ខ្លាំងឡើងសុភីបរត់ឡើងជាន់លើប៉ុន្តែទ្វារបន្ទប់បិទថប់ជិតខ្មោចស្រីបង្ហាញមុខពេញមុខស្នាមឈាមដៃកាន់ក្បាលរបស់ខ្លួនប្រលិតភ្នែកពណ៌ក្រហមភ្លឺកូនមកជាមួយម៉ែនៅទីនេះឯងចាក់ចេញទៅណាមិនបានទេសុភីបត្រូវខ្មោចឆក់ដៃទាញចូលក្នុងបន្ទប់មីងស៊ុយស្រែកហៅកូនក៏រត់ឡើងគាត់ឃើញសុភីបកំពុងត្រូវទាញទៅកណ្ដាលបន្ទប់ពៅណាចូលទៅក្នុងរាងកាយសុភីបភ្លាមភ្នែកសុភីបក្រហមភ្លឺ
ពលសំឡេងមិនមែនទីរបស់នាងទេសុភាពសំឡេងខ្មោចឪពុកឯងបានស្លាប់ហើយឥឡូវឯងនឹងតាមគាត់ទៅសុភាពខ្មោចបកខ្សែចងកព្យាយាមចងកមីងស៊ុយអ៊ំហួងដែលបានមកប្រមានក៏ខ្លាចជាសាកសពបន្ទាប់គាត់ឮសំឡេងហៅពីក្នុងផ្ទះយប់មួយហើយចូលទៅភ្លាមទ្វារបិទចាក់សោសំឡេងនារីនិយាយបញ្ឆោតឯងបាំងប្រាប់អាចកំបាំងយើងឯងត្រូវស្លាប់ថ្ងៃបន្ទាប់ប្រជាជនឃើញអ៊ំហួងស្លាប់នៅជណ្ដាលដោយស្នាមចងកជុំគប់រាត្រីមួយសុភាពសំឡេងខ្មោចចូលទុនលៀងទូកាសក្រមចណ្ដាមីងស៊ុយដើរតាមហើយឃើញកន្ទុយឈាមហួយចេញគាត់កាយអត់ក្រមចណ្ដាហើយឃើញឆ្អឹងកូនតូចនិងឆ្អឹងបុរសម្នាក់ដែលជាប្តីនឹងកូនរបស់ស្រីពៅមីងស៊ុយស្រែកទាំងញ័រនេះជាសាកសពប្តីនឹងកូននាងមែនទេភ្លាមសំឡេងខ្មោចរំខានត្រឹមត្រូវហើយឯងនឹងខ្លាចជាសាកសពបន្ទាប់ដើម្បីទៅនៅជាមួយពួកគេសុភាពនាងឈរនៅកណ្ដាលបន្ទប់ភ្នែកក្រហមភ្លឺដាក់ដូចមិនមែនជាកូនស្រីរបស់មីងស៊ុយទៀនសំឡេងនាងคล้ายជាស្រែកក្រហមដូចស្រីពៅសុភាពខ្មោចស្រែកឈាមឯងឈាមកូនត្រូវបូជាឲ្យគ្រួសារយើងសំឡេងខ្លាំងណាស់ដល់ថ្នាក់កញ្ចក់បង្អួយផ្ទះបែកជាច្រើនមីងស៊ុយដឹងថាពៅណាចង់ឲ្យនាងคล้ายជាសាកសពបន្ទាប់នាងយកក្រណិតយ័ន្តពីព្រះសង្ឃកាលពីពុនភ្ជុំបោះទៅលើកូនស្រីសុភាពខ្មោចស្រែកជួយចាប់ត្រីកម្លាំងអាចកំបាំងប៉ះខ្លួនស្រីពៅសំឡេងបែកចេញពីសុភាពអាយអ្នកទឹកថាអាចទប់ទល់យ៉ាងបានមែនឯងនឹងស្លាប់ជាមួយកូនឯងដូចគ្នាភ្លាមស្រីពៅចេញពីរាងកាយសុភាពរាងពុតរបស់នាងគួរឲ្យຕົកស្លុតមុខឈាមឆ្អង់ជ្រែកសក់ក្បាលរញ៉េរញ៉ៃឆ្អង់ដៃចេញតាមស្បែកស្រីពៅស្រែកយើងសម្រាប់ប្តីនឹងកូនក្នុងផ្ទះនេះយើងក៏បញ្ចប់ជីវិតខ្លួនឯងដូចគ្នាឥឡូវឯងនឹងមកនៅជាមួយយើងជារៀងរហូតស្រីពៅលោតទៅកាន់មីងស៊ុយដោយដៃឆ្អង់មឿនបរាំវែងហូរឈាមមីងស៊ុយរត់ចូលទៅកាន់ចន្ទាចាប់យកក្រណាត់ក្រហមយន់ដែលគាត់បានយកពីវត្តនាងចងជុំដៃហើយកាន់ឡាងខណៈស្រីពៅចូលចិត្តមីងស៊ុយស្រែកបើកន្លែងនេះជាឈាមនឹងឆ្អង់បាបឲ្យប្រគុណជួយការពារយើងផងរំពេកនោះបន្លឺបង្ហាញពីក្រណាត់យន់ក្រហមបុកទៅលើរាងកាយស្រីពៅខ្មោចស្រែកឈឺចាប់យ៉ាងខ្លាំងរាងកាយវាក៏រលាយបាត់ទៅជាថ្មខ្មៅក្រឡែកពេញបន្ទប់សុភាពដួលចុះដីសន្លប់តែមានសញ្ញាដកដង្ហើមមីងស៊ុយយំស្រែកហៅឈ្មោះកូនមីងស៊ុយយំសុភាពកុំទុកម៉ែម្នាក់ឯងត្រឡប់មកវិញមកកូនសុភាពនេកបើកបន្តិចជាមួយសំឡេងចម្លែកមួយសុភាពខ្មោចស្រីពៅសំឡេងស្រាលម៉ែខ្ញុំត្រឡប់មកវិញហើយប៉ុន្តែស្រីពៅនាងមិនទាន់ចេញទៅណាទេបន្ទាប់ពីស្រីពៅរលាយទៅជាថ្មខ្យល់ត្រជាក់បន្តបក់មកយ៉ាងខ្លាំងធ្វើឲ្យទ្វារនិងបង្អួយទាំងអស់បិទដោយខ្លួនឯងសុភាពកាន់តែមានសភាពខ្សោយក្បាលនាងកោងទៅកណ្ដាលទ្រូងហើយបញ្ចេញសំឡេងទន់ដែលមិនមែនជារបស់នាងទេយើងមិនតន់ទៅណាទេឆ្អឹងយើងនៅទីនេះឈាមយើងនៅទីនេះឯងមិនអាចចាក់ចេញទៅណាបានឡើយមីងស៊ុយចាប់កូនក្នុងដៃប៉ុន្តែភ្នែកសុភាពក្រហមឡើងវិញក្នុងស្បៃអន្តរកាលនាងចងចាំស្នាមឈាមនិងឆ្អឹងដែលបានរកឃើញក្រោមជណ្ដាលស្រីពៅធ្វើឲ្យវិញ្ញាណជាប់ក្នុងកន្លែងនោះដោយមិនអាចទៅណាបានមីងស៊ុយមីយាយក្នុងចិត្តប្រសិនបើគេកប់ឆ្អឹងក្នុងផ្ទះនេះនោះហើយជាឫសគល់របស់ជំនាញផ្ទះចិត្តអាក្រក់ខ្ញុំត្រូវតែបំផ្លាញវានាងកាន់ចង្គៀងទីសុភាពតាមមកទៅរកចណ្ដាលស្រីពៅលេចឡើងវិញពេញទៅដោយឆ្អឹងខ្ចីពាក្យកណ្ដាលរៀងជាមនុស្សពាក្យកណ្ដាលជាស័ក្តិសោកស្រីពៅស្រែកកុំប៉ះឆ្អឹងរបស់យើងឯងនឹងត្រូវស្លាប់នៅទីនេះដូចគ្នានាងរត់បោះពួយទៅរកមីងស៊ុយ
មីងសូយយកក្រណាត់ក្រហមយន់បោះចូលទៅក្រោមកន្លែងឆ្អឹងភ្លាមសូស្រែកទ្រហឹងផ្ទះទាំងមូលឆ្អឹងទាំងអស់ក្រោមជណ្ដើរចាប់ដើមរំញហូរឈាមក្រហមចេញដូចទឹកហូរស្រីពៅស្រែកឈឺចាប់ដូចរងកាយត្រូវដុតក្នុងភ្លើងស្រីពៅស្រែកអូយឈាមខ្ញុំកូនខ្ញុំប្តីខ្ញុំមិនចង់ទៅណាទេរាងនាងរលាយបាត់ជាថ្មក្រហមរហូតដល់ស្ងប់ស្ងាត់សុភាពដួលសន្លប់ហើយភ្នែកនាងត្រឡប់មកជាធម្មតាវិញពេលព្រឹកប្រជាជននាំគ្នាជួលមើលពួកគេឃើញចិន្តាលាយឈាមនឹងឆ្អឹងបែកគេនិយាយថាផ្ទះនេះគ្មាននរណាអាចរស់នៅបានទៀតឡើយសុភាពនិយាយតិចទៅម៉ែខ្ញុំគិតថាសុបិនអាក្រក់តែវាពិតប្រាកដទេម៉ែមីងសូយព្រឺព្រួយវាពិតណាស់កូនពិតណាស់នាងមើលទៅផ្ទះដោយភ័យថាស្រីពៅមិនបាំងបាក់ទៅពេញលេញទេក្រោយពីរឿងសាហាវនោះប្រជាជនភូមិព្រឺព្រួយមិនហ៊ានចូលទៅកាន់ផ្ទះនោះទៀតឡើយពួកគេទុកចោលឲ្យរលាយជាផ្ទះគ្មានអ្នកនៅពេលយប់ក៏មិនសំឡេងស្រីយំឮចេញតាមជញ្ជាំងនិងសូរស្រែកកុំចាក់ចិនដែលគេជឿថាជាប្រលឹងស្រីពៅនៅមិនទាន់ស្ងប់សុភាពសុខភាពល្អឡើងវិញតែរូបរាងនាងមិនដូចមុនភ្នែកនាងស្រអាប់សុបិនអាក្រក់ទៅជាញឹកញាប់និងសូម្បីតែពេលគេងក៏សំឡេងស្រីពៅក៏លេចឡើងតាមមាត់នាងមីងសូយថៃសុភាពកូននៅមិនស្រួងត្រង់ណាទេសុភាពសំឡេងប្លែកម៉ែខ្ញុំមិនមែនជាខ្ញុំទៀតទេគាត់នៅក្នុងខ្លួនខ្ញុំគាត់មិនចង់ទៅណាទេមីងសូយណាមសុភាពទៅវត្តព្រះសង្ឃចាស់មើលទៅមុខនាងហើយនិយាយព្រះសង្ឃស្រីពៅមិនបានបាត់ទៅណាទេប្រលឹងនាងភ្ជាប់ជាមួយឆ្អឹងនឹងឈាមកុំគិតថាអ្នកបានកំចាត់នាងហើយកូនស្រីឯងកំពុងតែជាកន្លែងស្នាក់នៅសម្រាប់នាងប្រសិនបើមិនធ្វើពិធីដោះនាងនឹងគ្រប់គ្រងរាងកាយទាំងស្រុងមីងសូយស្រែកយំសូមឲ្យព្រះសង្ឃជួយពេលយប់ក្រោយមកសុភាពដេកក្នុងបន្ទប់ទ្វារបិទជិតកញ្ចក់បង្អួយលឺសូរត្រាមភ្លាមភ្នែកសុភាពបើក្រហមភ្លឺហើយនាងអង្គុយលើគ្រែដោយសំឡេងស្រីពៅបញ្ចេញពីមាត់សុភាពខ្មោចស្រែកយើងនឹងស្នាក់នៅទីនេះគ្មាននរណាអាចដោះយើងចេញបានទេឯងទាំងអស់នឹងស្លាប់ជាមួយយើងជញ្ជាំងបន្ទប់លឺសូរបាក់ហើយឈាមហូរជីនតាមប្រហោងអ៊ិតអ្នកជិតខាងឮសំឡេងស្រែកកាត់យប់ទាំងមូលពួកគេក៏ចូលមកមើលព្រឹកឡើងគេឃើញជញ្ជាំងផ្ទះមានស្នាមឈាមក្រហមហើយសុភាពអង្គុយស្ងៀមមើលមនុស្សដោយភ្នែកក្រហមអ្នកជិតខាងភ័យខ្លាចវាមិនមែនជាសុភាពទៀតទេវាជាស្រីពៅនាងត្រឡប់មកវិញទៀតហើយសុភាពឈរជ្រុងជញ្ជាំងបេះដូងលោតញាប់ពេលសំឡេងស្រែកឈីចាប់របស់មីងស៊ុយកំពុងលាន់ឡើងពីជណ្ដើរអណ្ដាតភ្លើងខៀវជះជិតភ្នែកនាងពោលគឺជាខ្មោចស្រីពៅដែលបានផ្លាក់ប្ដូរទៅជារូបកាយពិតខ្មោចស្រីពៅសំឡេងខ្លាំងព្រឹកព្រួយអ្នកណាក៏មិនអាចជួយឯងបានទេនេះជាផ្ទះយើងអ្នកទាំងអស់គ្នាត្រូវស្លាប់នៅទីនេះស្បែកនាងប្រែជាពណ៌សខ្មោចចិនឈាមខ្មៅហូរពេញកាយសក់វែងជ្រាបឈាមត្រូវខ្យល់ធ្វើឲ្យឈាមកកមីងស៊ុយកំពុងប្រាយខ្សែសីមាឯងគ្មានសិទ្ធិទៀតទេឯងក៏មកសាងអំពើអាក្រក់លើអ្នកដទៃតែឯងត្រូវបញ្ចប់នៅថ្ងៃនេះមីងស៊ុយគូអក្សរអាត់កំបាំងលើដីដោយប្រាយឈាមឆ្អឹងជ្រូកសុភាពរត់ចោលទៅក្នុងបន្ទប់ទឹកហើយចាប់ផ្ដើមឮសំឡេងកំបោះបងយើងនៅទីនេះនៅជញ្ជាំងស្រមោលមនុស្សស្រីជាច្រើនកំពុងបិទមុខហើយស្រែកសុភាពភ័យរន្ធត់អើយបងនេះអ្នកទាំងអស់គ្នាត្រូវបានសម្លាប់នៅទីនេះមែនទេស្រមោលខ្មោចមួយលេចមកពីក្រញ្ចក់បង្ហាញថាស្រីពៅធ្លាប់ជាអ្នកចំណាងផ្ទះដែលលួចសម្លាប់មនុស្សស្រីជាច្រើននាក់ដើម្បីស្នាក់កាន់ផ្ទះនេះខ្យល់បក់ឡើងផ្ទះរង្គើស្រីពៅស្រែកដោយសត្វព្រៃមីងស៊ុយប្រើខ្សែសេមាចងជុំវិញកាយស្រីពៅប៉ុន្តែ
កំឡឹងស្រីពៅខ្លាំងធ្វើឲ្យខ្សែសេមាដាច់ប៉ោងទាំងមីងស៊ុយក្មួយស្រីពៅសាយបែបឈីមហូរពីមាត់ឯងគិតថាអាចបញ្ឈប់យើងបានមែនទេយើងបានផឹកឈាមមនុស្សរាប់10ឆ្នាំហើយ មីងស៊ុយកោឈាមពីមាត់តែឯងភ្លេចអ្វីមួយហើយវិញ្ញាណទាំងអស់ដែលឯងសម្លាប់កំពុងតាមទាសងសឹកឯងភ្លាមស្រមោលជាច្រើនដែលត្រូវស្រីពៅសម្លាប់បានផ្លាស់ប្ដូរទៅជាខ្មោចខូខើចូលរោមចិត្តស្រីពៅសំលេងផ្ទះបែកខ្ទេចកំតិចកញ្ចាក់ជ្រុះធ្លាក់លើកំរាលដីបាក់ស្រួចស្រីពៅស្រែកលាន់ឡើងចុងក្រោយមុនត្រូវទាញចូលទៅកនជញ្ជាំងហើយបាត់ស្រមោលទៅសុភាពសន្លប់នៅលើជណ្ដើរខណៈដែលមីងស៊ុយកំពុងឈាមហូរតែមុខត្រេកអរតិចមីងស៊ុយនិយាយចុងក្រោយបើខ្ញុំស្លាប់សូមកុំអោយក្មេងស្លេណាត្រូវជំនួសចំណាំងផ្ទះនេះទៀតអីរួចគួតដាច់ខ្យល់ភ្លាមទៅភ្លាមភ្លើងទាំងអស់ក្នុងផ្ទះចេញភ្លឺរលោងហើយស្ងប់ស្ងាត់សុភាពភ្ញាក់ពីសន្លប់ដោយឮសំឡេងបាក់សៃស្រែកក្រៃបង្អួងព្រះអាទិត្យភ្លឺក្រហមចេះចូលមកចាំងមុខនាងប៉ុន្តែជុំវិញផ្ទះមិនមានរឿងកើតឡើងឡើយសុភាពស្រែកហៅម្ដាយម៉ែស៊ុយម៉ែនៅណានាងរត់រោគទៅគ្រប់ជ្រុងដល់ចណ្ដើរមានតែស្នាមឈាមតិចជ្រាបទៅក្នុងជញ្ជាំងដូចជាមានអ្នកទាញចូលសុភាពបានដើរចុះទៅបន្ទប់ក្រោមផ្ទះដែលកាលពីមុនតែងតែមានសំឡេងចម្លែកនៅទីនោះនាងរកឃើញប្រអប់ឈើចាស់បិទសោបើកចេញខាងក្នុងមានសៀវភៅចាស់ពណ៌ខ្មៅនិងរូបថតមនុស្សស្រីជាច្រើនក្បាលសុភាពដកដង្ហើមខ្លីៗស្រីពៅឯងមិនមែនជាចំណាំងផ្ទះធម្មតាទេឯងជាអ្នករើសយកជីវិតមនុស្សដើម្បីរំនៅក្នុងផ្ទះនេះសៀវភៅមានអក្សរអាតកំបាំងបង្ហាញថាអ្នកណាដែលរស់នៅផ្ទះនេះត្រូវតែបញ្ចេញឈាមជារឿយដើម្បីថែទាំឥទ្ធិពលខ្មោចពេលល្ងាចសុភាពចង់រត់ចេញពីផ្ទះតែពេលដើរចូលតាមទ្វារខាងមុខគេឮសំឡេងស្រីស្រែកពីក្រោយខ្នងសុភាពកុំចាក់ចេញព្រោះឯងជាអ្នកជំនួសបន្ទាប់ទៀតទ្វារបិទជិតសោចាក់ខ្លួនឯងស្រមោលរបស់សុភាពលើជញ្ជាំងចាប់ដើមផ្លាស់ប្ដូរមិនដូចនាងទៀតទេវាប្រែទៅជារូបនារីមួយដែលមានសក់វែងហូរឈាមពណ៌ខ្មៅគួរឲ្យខ្លាចសុភាពបានរត់ទៅបន្ទប់ទឹកហើយមើលកញ្ចក់ក្នុងកញ្ចក់ក៏មិនមែនជាមុខនាងទៀតទេប៉ុន្តែជាមុខស្រីពៅបញ្ចេញស្នាមញញឹមឈាមហូរគួរឲ្យខ្លាចខ្មោចស្រីពៅសំលេងក្នុងកញ្ចក់ឯងកិច្ចពីយើងមិនរួចទេព្រោះឯងជាឈាមថ្មីសម្រាប់ផ្ទះនេះភ្លាមភ្លើងក្នុងបន្ទប់ទឹករលត់កញ្ចក់បែកកំតិចស្រួយហើយសុភាពស្រែកយ៉ាងខ្លាំងថ្ងៃបន្ទាប់ប្រជាជនភូមិឮតែសំឡេងស្រីស្រែកនៅផ្ទះចាក់ប៉ុន្តែមិនមានអ្នកណាហ៊ានចូលទៅមើលយប់មួយក្មេងៗក្នុងភូមិឃើញស្ត្រីវ័យក្មេងម្នាក់ឈរលើជណ្ដើរផ្ទះចាក់សក់វែងវង្វេងភ្នែកខ្មៅនាងញញឹមគួរឲ្យខ្លាចមិនមែនសុភាពទៀតទេប៉ុន្តែជាជំនាងផ្ទះជំនាន់ថ្មីអ្នកចិត្តខាងចាស់ឈ្មោះលោកគង់ដែលធ្លាប់ឮសំឡេងចម្លែកជារៀងរាល់យប់សម្រាប់ចិត្តហៅប៉ូលីសម្នាក់ឈ្មោះនីគុន្ធាមកពិនិត្យលោកគង់និយាយទៅប៉ូលីផ្ទះនេះឯងគង់ស្តាក់ស្ទើរមនុស្សច្រើនចូលទៅស្លាប់មិនអាចចេញមកវិញបានឥឡូវយើងត្រូវស៊ើបអង្កេតឲ្យដឹងច្បាស់នីគុន្ធាជួយតិចតួចប៉ុន្តែចង់បង្ហាញថាជារឿងល្បីតគ្នាមិនពិតទេពេលល្ងាចមកដល់ពេលពួកគេបើកទ្វារឃើញចណ្ដើរដែលមានស្នាមឈាមស្ងួតជាប់ខ្យល់ត្រជាក់ចូលមកហូរជ្រៅជ្រៅនៅលើចណ្ដើរមានស្ត្រីវ័យក្មេងសុភាពឬខ្មោចឈរមើលពួកគេដោយភ្នែកក្រហមភ្លីសុភាពឬខ្មោចញញឹមស្រាលសូមស្វាគមន៍អ្នកនឹងក្លាយទៅជាអ្នករស់នៅថ្មីក្នុងផ្ទះរបស់យើងប៉ូលីសនីគុន្ធាចាប់អាវុធប៉ុន្តែភ្លាមអាវុធធ្លាក់ពីដៃដោយខ្យល់អាត់កំបាំងបក់បោលោកគង់អន្ទាសាក្នុងចិត្តយ៉ាងខ្លាំងក៏រត់ចូលទៅក្រោមចណ្ដើរហើយរកឃើញសៀវភៅអាត់កំបាំងដែលសុភាពបានឃើញមុននេះនៅលើសៀវភៅមានស្នាមដៃឈាមថ្មីបង្ហាញឈ្មោះមនុស្សថ្មីសុភាពបានជប់រួយនីគុន្ធាលោកគង់ខ្លាចស្លាប់ឈ្មោះខ្ញុំក៏មានក្នុងនេះដែរ
ភ្លាមសំឡេងមនុស្សស្រីមកពីខាងក្រោយត្រាំត្រូវព្រោះឯងនឹងមិនអាចចាក់ចេញទៅវិញបានទេនេះគុនធាកំពុងតែប្រយុទ្ធនឹងខ្មោចក្នុងបន្ទប់ភ្លើងភ្លឺធ្លាក់បុកកញ្ចក់បែកពេលគេឮសំឡេងរឹងមាំស្រែកភ្លាមទ្វារបិទជាប់ថ្ងៃបន្ទាប់ប្រជាជនឃើញនីគុនធាស្លាប់ក្នុងផ្ទះដោយស្នាមចុងកជុំកក្បែរចន្ទើគេចង្អុលឃើញស្នាមជើងឈាមចិនពីសាកសពឈ្មោះទៅសិទ្ធិអាចកំបាំងយប់នោះលោកគង់ស្ដាប់សំឡេងសុភាពឬខ្មោចស្រែកថាសុភាពឬខ្មោចសំឡេងអំភើបគុំសង្ឃឹមថាកិច្ចចិនបានក្នុងមួយថ្ងៃអ្នកទាំងអស់គ្នានឹងខ្លាយទេជាយើងដើម្បីថែទាំផ្ទះនេះជារៀងរហូតលំហអាកាសខ្លាយទេជាខ្យល់ត្រជាក់រូបនារីសក់វែងឈាមហូរឈរនៅចន្ទើមើលចូលមក លោកគង់ដើរចេញពីផ្ទះដោយខ្លួនញ័រដោយសារភ័យតែពេលដើរចូលរបងទ្វារធំបិទដាច់សោជាប់ខ្លួនឯងខ្យល់ត្រជាក់កាត់ខ្លួនដូចជាមិនមានអ្នកអង្គុយនៅជិតទេប៉ុន្តែសំឡេងស្រីបន្តបញ្ឆោតសុភាពខ្មោចសំឡេងពោលជុំវិញឯងកិច្ចយើងមិនរួចទេផ្ទះនេះជារបស់យើងឯងត្រូវស្លាប់នៅទីនេះសៀវភៅឈាមរអិលចេញពីចន្ទើដាក់ត្រង់ជើងលោកគង់ទំព័រទើបតែបើកឡើងបង្ហាញឈ្មោះសុភាពនីគុន្ធាត្រៀមសរសេរលោកគង់ភ្លាមស្នាមឈាមចាប់ផ្ដើមស្រក់ស្រង់ពីមីរៀមដៃគាត់ហូរចូលក្នុងសៀវភៅលោកគង់ភ័យភ្នែកក្រឡេកក្រឡាប់មិនអាចទេក្នុងមិនចង់ស្លាប់នៅទីនេះទេរូបសុភាពខ្មោចបង្ហាញខ្លួននៅលើចិនដាវភ្នែកក្រហមភ្លឺសក់វែងហូរឈាមពណ៌ខ្មៅនាងដើរចូលមកជិតលោកគង់ទាល់តែឯងស្លាប់ផ្ទះនេះនឹងស្ងប់ឯងត្រូវចូលជំនួសឲ្យយើងលោកគង់ស្រាប់តែនឹកឃើញថាដាក់ដៃកេះមកគាត់ក៏ស្ទុះយកទៅដុតសៀវភៅឈាមភ្លើងឆេះខ្លាំងធ្វើឲ្យផ្ទះទាំងមូលឮតែសំឡេងស្រែកសំឡេងនារីជាច្រើនស្រែកច្របល់លាយឡំគ្នានៅពេលសៀវភៅឈាមដុតរលាយសុភាពខ្មោចក៏ចាប់ផ្ដើមរលាយដែរមុខនាងប្រែទៅជាឆ្អឹងបែកសាច់ចេញមុននឹងស្រែកដាច់ខ្យល់អើផ្ទះនេះមិនអាចរស់ដោយគ្នាឈាមបានទេផ្ទះទាំងមកត្រូវភ្លើងឆេះទាំងស្រុងធ្លាក់បាក់ដួលសល់តែផែព្រឹកថ្ងៃបន្ទាប់នៅកណ្ដាលផ្ទះដែលខ្ទេចក៏សល់តែសៀវភៅឈាមឆេះពាក់កណ្ដាលនៅលើទំព័រចុងក្រោយមានអក្សរដែលមិនបានឆេះជំនៀងផ្ទះមិនដែលរលាយបាត់វានឹងស្វែងរកឈាមថ្មីលោកគង់រួចផុតពីស្លាប់ក៏ដើរចេញពីភូមិមិនក្រឡេកក្រោយម្ដងទៀតតែក្មេងៗក្នុងភូមិឃើញស្រមោលមនុស្សស្រីសក់វែងឈរនៅក្បែរដើមឈើដែលសៀវភៅឈាមនៅទីនោះចប់សូមអរគុណសម្រាប់ការចូលស្ដាប់កំសាន្តតាំងពីដើមរហូតដល់ចប់សូមសំណាងល្អទាំងអស់គ្នា